កើតរហូតដល់3ឆ្នាំគឺជាពេលវេលាមួយដែលប្រព័ន្ធរំលាយអាហាររបស់ក្មេងហ្នឹងកំពុងតែវិវត្តអញ្ចឹងហើយបានជាយើងសង្កេតឃើញថាក្មេងនៅក្នុងកំឡុងពេលហ្នឹងគាត់អាសាយំមួម៉ៅឬក៏អាសារីកអាសាក្តៀននឹងឯងអ្នកគ្រូមានខមមិនជាច្រើនគាត់បានសាក់សួរនៅក្នុងពេកថាតើមូលហេតុអីបានកូនគាត់អាសាក្តៀនហើមពោះហើយអាសាយំមួម៉ៅញឹកញាប់មែនអ្នកគ្រូចឹងនៅក្នុងវ័យចាប់ពីកើតរហូតដល់3ឆ្នាំគឺជាពេលវេលាមួយដែលប្រព័ន្ធរំលាយអាហាររបស់ក្មេងហ្នឹងកំពុងតែវិវត្តអញ្ចឹងហើយបានជាយើងសង្កេតឃើញថាក្មេងនៅក្នុងកំឡុងពេលហ្នឹងគាត់អាសាយំមួម៉ៅឬក៏អាសារីកអាសាក្តៀននឹងឯងអឺដែលតកព័ន្ធទៅនឹងក្នុងកំឡុងពេលហ្នឹងហើយបានជាគេតម្រូវឲ្យការផ្ដល់នៅសារធាតុចិញ្ចឹមដូចជាសារធាតុដែលសំខាន់ចម្បងសម្រាប់ក្មេងទៅលើប្រព័ន្ធរំលាយអាហារដូចជាសារធាតុ HMO បើនៅក្នុងទឹកដោះម្ដាយហើយបើនៅក្នុងទឹកដោះគោគឺ HMO 2FR នឹងឯងអញ្ចឹងបើយើងនិយាយទៅដល់ប្រព័ន្ធរំលាយអាហារមូលហេតុចម្បងមួយចំនួនដែលវាអាចធ្វើឲ្យប្រព័ន្ធរំលាយអាហារក្មេងនឹងខ្សោយគឺទី1គឺវាអាចពាក់ព័ន្ធទៅនឹងក្មេងដែលគាត់កើតអត់គ្រប់ខែចាប្រព័ន្ធរំលាយអាហារគាត់អាចមានកង្វះបាក់តេរីល្អដែលជាប្រព័ន្ធភាពស៊ាំការពាររាងកាយរបស់ក្មេងដែលគាត់សម្រាលដល់កើតដោយវះកាត់ចាអឺទី2គឺពាក់ព័ន្ធទៅនឹងអនាម័យនៅក្នុងការលាងសម្អាតដបរបស់យើងអឺចំណុចទី3គឺតែយើងក៏សម្គាល់ឃើញនឹងក្មេងមួយចំនួនគាត់អាចនឹងមានអាឡែស៊ីជាមួយនឹងប្រូតេអ៊ីនទឹកដោះគោចាដែលយើងឃើញថាភាគច្រើនគឺអាចនឹងឡើងកតួលើស្បែកហើយក្នុងវីដេអូមុនក៏យើងបាននិយាយដែរពាក់ព័ន្ធនឹងសញ្ញាអញ្ចឹងអាចឲ្យម៉ាក់ទៅមើលនៅក្នុងវីដេអូមុនឬក៏បញ្ហាអាឡែស៊ីជាមួយនឹងជាតិស្ដាយជាដើមហើយចំណុចទី4គឺពាក់ព័ន្ធទៅនឹងបញ្ហា lactose intolerant បានន័យថាគឺកង្វះនៅអង់ស៊ីម lactase នៅក្នុងការបំបែកស្ករ lactose អញ្ចឹងទៅក៏ធ្វើឲ្យក្មេងហ្នឹងមានអាការៈហើមពោះឬក៏រាគឬក៏ក្តៀនជាដើមហើយនឹងចុងក្រោយក្មេងខ្លះគាត់អាសាឈឺអញ្ចឹងទៅគាត់ត្រូវការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិកគេហៅថាជាប្រភេទថ្នាំដែលសម្រាប់មេរោគអញ្ចឹងអង់ទីប៊ីយោទិកវាអត់ស្គាល់ថាមួយណាជាមេរោគល្អមួយណាជាមេរោគអត់ល្អទេគឺឲ្យតែមេរោគគឺវាសម្រាប់ទាំងចឹងហើយក៏អាចធ្វើឲ្យមេរោគល្អហ្នឹងក៏បាត់បង់ទៅតាមហ្នឹងទៅអញ្ចឹងដើម្បីដោះស្រាយនៅបញ្ហាហ្នឹងទី1បើសិនជាអ្នកទាំងអស់គ្នាសង្កេតឃើញថាកូនមានបញ្ហាសញ្ញាអាឡែស៊ីអ្នកទាំងអស់គ្នាអាចភាសាមួយគ្រូពេទ្យដើម្បីធ្វើការផ្លាស់ប្ដូរទឹកដោះគោតែបើសិនជាម៉ាក់ដែលគាត់កំពុងតែប្របាក់ដោះគោណាអ្នកទាំងអស់គ្នាទៅមើលអាហារដែលខ្លួនឯងញ៉ាំទី1សង្កេតទៅលើអាហារដែលធ្វើពីទឹកដោះគោស្រស់អឺវាមិនមែនមានតែនៅក្នុងទឹកដោះគោស្រស់ហើយជួនកាលជួនកាល yogurt ក៏ផលិតពីទឹកដោះគោស្រស់ដែរเนาะហ្នឹងហើយហើយកាត់បន្ថយអាហារដែលមានជាតិជូរជាតិហឹរនិងអាហារផ្សេងទៀតដែលយើងគិតថាយើងពីមុនមកយើងធ្លាប់អាឡែស៊ីអញ្ចឹងទៅយើងក៏គួរតែជៀសវាងដែរព្រោះអីបញ្ហាអាឡែស៊ីហ្នឹងក៏កូនយើងក៏អាចនឹងមានបញ្ហានឹងដូចគ្នាដែរចា៎ហើយបើសិនជាកូនអ្នកទាំងអស់គ្នាអាសាឈឺចឹងអាចពាក់ព័ន្ធទៅនឹងថ្នាំអង់ទីប៊ីយោទិកហ្នឹងវាធ្វើឲ្យថយចុះនៅមេរោគល្អនឹងឯងអញ្ចឹងអ្នកទាំងអស់គ្នាអាចភាសាមួយគ្រូពេទ្យទៅដើម្បីអាចឲ្យគាត់ផ្ដល់នៅពពួកប្រូបាយតិកក្នុងការព្យាបាលឬក៏បំពេញបន្ថែមនឹងឯងចាជាចុងក្រោយបើសិនជាកូនអ្នកទាំងអស់គ្នារាកខ្លាំងឬក៏អត់ញ៉ាំអីអត់ព្រមឬក៏អត់ព្រមបើដោះគោរយៈពេល2-3ថ្ងៃហើយអ្នកទាំងអស់គ្នាគួរតែប្រញាប់នាំកូនអ្នកទាំងអស់គ្នាទៅប្រឹក្សាជាមួយនឹងគ្រូពេទ្យជំនាញជាបន្ទាន់